បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានអីវ៉ាន់តិចតួចចង់បង្ហាញបងប្អូនឲ្យមើលមកបងប្អូនត្រូវការអាចកម្មងបានតែអីវ៉ាន់វាមានតិចតួចដែរទេដោយសារតែខ្ញុំទើបតែចាប់ផ្ដើមលក់ដោយចាំមិនហ៊ានយកមកច្រើនទេនេះគូផ្សំជាមួយនឹងធនធានយើងវាតិចតួចដែរយើងយកមកតិចសិនតែចាំមានបងប្អូនក៏មកបន្តទៅយើងអាចយកមកបន្ថែមនឹងមានរបស់ផ្សេងពីនឹងទៀតថ្ងៃនេះខ្ញុំបង្ហាញអំពីប្រេបាទប្រេនេះគឺយើងសម្រាប់ប្រើជាប្រេវលីមចែកមានសាប់មានសង់អញ្ចឹងណាបងប្អូនយើងអាចយកមកប្រើជាមួយបតនេះហើយនឹងឬក៏ class D នេះឬក៏ឲ្យតែប្រភេទប្រើអាំភ្លីបងប្រើប្រេនេះបានទេបងវាស៊ីភ្លើង AC នេះភ្លើងរបស់វាបងប្អូនមើលទៅវាអត់សូវច្បាស់កាមេរ៉ាដូចមិនទេនេះបាទ AC VC 12 V ក៏ប៉ុន្តែយើងអាចដាក់បាន15 V អី24 V ក៏យើងបើដាក់បានព្រោះយើងសំខាន់គឺយើងមើលទៅលើកង់ដង់របស់វាបងបើកង់ដង់25 V នឹងយើងប្រើភ្លើង12 V អីចឹងទៅគឺមិនឲ្យកង់ដង់ហ្នឹងវាមានវ៉លហ្នឹងខ្ពស់ជាងភ្លើងដែលយើងដាក់តែមិនចឹងទេផ្ទុះកង់ដង់តិចអស់ហើយវាស៊ីភ្លើង AC 3ច្រកណាភ្លើងដូចចេញពីដុំភ្លើងអញ្ចឹងបងប្អូនតែដុំភ្លើងនេះមិនដុំភ្លើងថ្មីទេដុំភ្លើងខ្ញុំយកពីអាំភ្លីមកទេវាមាន3606និង15015យើងចូល15015មកអា36នេះយើងអាចប្រើជាមួយ class D ឬក៏ជាមួយអីផ្សេងទៀតបានក្នុងអាំភ្លីនោះហើយអត្ថប្រយោជន៍របស់មួយនេះវាមានច្រើនហ្មងវាកន្លែងចូលវាមានចឹងវាមានដោតនេះផងឬក៏អាមូលនេះក៏បានហើយខ្សែនេះគឺវាចេញ DC 12 V យើងអាចយកទៅប្រើជាមួយ Bluetooth ឬក៏ប្រេអីផ្សេងទៀតបានបងប្អូនវាចំណេញច្រើនបើយើងប្រើប្រេមួយនេះកន្លែងអាវវាក៏វាមានចេញចឹងដែរបងប្អូនដូចគ្នាអាចផុតរបស់វាចេញច្រើនច្រកដែរបាទហ្នឹងវាមានតែប៉ុណ្ណឹងទេគាត់ថាវានេះវាយើងចូលភ្លើង AC ទៅវាហើយវាយើងអាចចេញ12 V DC មកប្រើជាមួយអីផ្សេងទៀតទាំងហាលឬក៏អីចឹងណាបងប្អូនបាទហើយអានេះក៏ជាប្រេដែរស្តៀងអានេះដែរទេប៉ុន្តែវាអត់មានចេញ DC ទេនេះប្រើហើយវាប្រើភ្លើង DC បងប្អូននេះវាប្រើអានេះប្រើ AC តែអានេះវាប្រើ DC 12 V ភ្លើងទៅបោកដកទេអានេះ3ច្រក12012ឬក៏15015នេះទៅប្រើ DC បើសិនយើងអាចយកភ្លើងពីអាខ្សែនេះចូលគុំមកប្រើមួយដែរប៉ុន្តែដូចជាមិនចាំបាច់ប្រើទេព្រោះនេះវាមានស្រាប់ហើយកន្លែងសេរីវាហើយនឹងបតអាំភ្លីបាទនេះវាមានតែប៉ុណ្្នឹងទេហើយនឹងខ្សែវានេះបាទនេះវាស៊ីភ្លើង DC បាទ12 V 24 V អីហ្នឹងព្រោះតែកង់ដងវា35 V វាអាច
ទទួលភ្លើងបាន24 វ៉ុលឬក៏លើសតិចតួចអីក៏បានដែរហ្នឹងហើយបងប្អូនមើលទៅនេះ150 វ៉ាត់ពីច្រកតែមែនតើប្រហែលជាមិនដល់ទេអាច120អីហ្នឹងបងប្អូន120 វ៉ាត់ពីច្រកពី channel នេះកន្លែងដាក់ភ្លើងវា DC អានេះអីគេមើលមិនឃើញសោះនេះកន្លែង in វាចូលបងប្អូន input វានេះកន្លែងចេញនេះចេញ low បាទហ្នឹងមានប៉ុណ្ណឹងហើយអីវ៉ាន់ទាំងអស់ហ្នឹងគឺតម្លៃវាតែ 40000 ទេបងប្អូនមកមុខ 40000 មិនមែនទាំងអស់នឹង 40000 នេះកុំច្រឡំអស់នឹង 40000 ចូលខ្យល់ហើយបងយកមកចេញបន្តិចតួចព្រីសេវាឲ្យទៀតបងប្អូន 40000 ព្រីសេវាបាទនេះប្រេកូបងប្អូនប្រេកូយើងសម្រាប់ច្រៀងណាមកយើងប្រើតែអានេះវាក៏ប្រើតែអានេះយើងអត់អាចច្រៀងបានទេយើងដាក់អានេះមួយទៀតបានច្រៀងបានអានេះវាស៊ីភ្លើង AC បងប្អូនស៊ីភ្លើង AC 12 វ៉ុលនេះកង់ដងវា25 វ៉ុល470 មីក្រូនេះកន្លែងចូលភ្លើងចូលនេះ output អានេះ input output នេះភ្លើង AC បងប្អូន AC 2 វ៉ុលហើយនឹង Class D 500 វ៉ាត់អានេះវ៉ុលទួយបងប្អូន80 វ៉ុលទេបាទនេះបងប្អូន80 វ៉ុលនេះដូចជាស៊ីភ្លើង50 វ៉ាត់ឡើងទៅបងហ្នឹងហើយភ្លើង50 វ៉ុល50 វ៉ាត់50 វ៉ុលអានេះវាទូចទេតែគេដាក់មកកម្លាំងវា500 វ៉ាត់តម្លៃដូចគ្នាទេបងប្អូន$10ឬក៏40000លុយខ្មែរយើងនេះកន្លែងគេដាក់មកមានតែប៉ុណ្ណឹងទេបងប្អូនអ្នកបងប្អូនមានអាដុំភ្លើងទូចប្រើជាមួយអានេះក៏បានអានេះក៏បានដែរបើខ្ញុំធ្លាប់ប្រើអានេះខ្ញុំយកអាខ្សែភ្លើងធំនេះបងប្អូនជាងក៏ដឹងហើយតជាមួយកង់មួយអីទៅចូលជាមួយ Class D ដែរបានអានេះយើងប្រើជាមួយប្រេ Eco ឬក៏ប្រេ Volume នេះទៅយើងអាចដាក់ជាមួយគ្នាក៏បានច្រៀងបានហើយរបស់ទាំងអស់នោះវាគ្មានអីជាពិបាកទេបងប្អូនស្រួលទេចាំមើលថ្ងៃណាខ្ញុំមានពេលទៅនេះខ្ញុំនឹងតភ្ជាប់វាធ្វើតេស្តឲ្យបងប្អូនមើលពីរបៀបភ្ជាប់វាណាវាបានមានតិចតួចទេបងប្អូនដោយសារតែទៅដាក់លក់ដំបូងបងប្អូនតែលក់ដំបូងមិនលក់បោកប្រាស់បងប្អូនលក់របស់ពិតរបស់មិនល្អក៏លក់ឲ្យដែរបងប្អូនលក់តម្លៃសមរម្យទៀតដោយសារយើងចាប់ផ្ដើមដំបូងអញ្ចឹងវាតាក់ទាញមកបន្តិចមានប៉ុណ្ណឹងអរគុណបងប្អូន